ចិត្តសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនៅក្នុងវីដេអូនេះបងប្អូននឹងយល់អំពីទម្លាប់និងសកម្មភាពប្រចាំថ្ងៃដើម្បីអភិវឌ្ឍជំនាញទំនាក់ទំនងនិងជំនាញសង្គមរបស់អ្នកតោះឥឡូវនេះយើងចូលមកស្ដាប់សេចក្តីផ្ដើមទាំងអស់គ្នាតើអ្នកធ្លាប់ស្វែងរកអ្វីមួយដ៏គួរឲ្យចាប់អារម្មណ៍ដើម្បីនិយាយចេញមកឆ្ងល់ពីវិធីបង្កើតមិត្តភាពថ្មីៗឬខឹងនឹងខ្លួនឯងដែលចូលសង្គមមិនចោះដែរឬទេមិនមែនមានតែអ្នកម្នាក់ឯងនោះទេមានមនុស្សរាប់លានអ្នកទៀតគេមានស្ថានភាពដូចអ្នកអញ្ចឹងដែរហើយខ្ញុំក៏ធ្លាប់មានបញ្ហានេះដែរសប្តាហ៍នេះខ្ញុំអាចនិយាយទៅកាន់មនុស្សស្ទើរគ្រប់គ្នានិងអាចចូលចោះនៅក្នុងស្ថានភាពសង្គមជារៀងរាល់ថ្ងៃបានដោយយ៉ាងងាយយ៉ាងណាក៏ដោយវាគឺជាដំណើរការដ៏វែងពោពេញដោយឧបសគ្គមុននឹងខ្ញុំបានសម្រេចគោលដៅរបស់ខ្ញុំគ្មានការសង្ស័យឡើយថាជំនាញទំនាក់ទំនងជាបច្ច័យដ៏សំខាន់ដើម្បីជោគជ័យមិនថាអ្នកចង់ធ្វើឲ្យសព្វនភាពស្នេហារបស់អ្នកប្រសើរឡើងសាងសព្វនភាពដ៏រឹងមាំជាមួយគ្រួសាររបស់អ្នកពង្រឹងមិត្តភាពរបស់អ្នកឬក៏បង្កើនអាជីពរបស់អ្នកក៏ដោយអ្នកត្រូវពង្រឹងជំនាញទំនាក់ទំនងរបស់អ្នកឲ្យបានល្អប្រសើរមុនទំនាក់ទំនងគួរតែប្រព្រឹត្តទៅដោយធម្មតាហេតុដូចម្តេចបានជាយើងមើលឃើញថាវាជាបញ្ហាទៅវិញដំណើរជីវិតរបស់ខ្ញុំនៅពេលខ្ញុំមានអាយុ20ឆ្នាំខ្ញុំពិតជាឲ្យតម្លៃថាជំនាញទំនាក់ទំនងគឺជាជំនាញដ៏សំខាន់ចំពោះនរណាម្នាក់ដែលចង់បានជីវិតមានសេចក្តីសុខនិងមានតុល្យភាពនៅពេលធំពេញវ័យខ្ញុំបានមានមិត្តភ័ក្តិល្អៗមួយចំនួននិងបានណាត់ជួបស្រីៗបាន 2-3 នាក់ដែរប៉ុន្តែខ្ញុំមិនសូវមានអារម្មណ៍ស្និទ្ធស្នាលចំពោះនរណាម្នាក់ពិតប្រាកដឡើយពិតណាស់ខ្ញុំអាចនិយាយទៅកាន់មិត្តភ័ក្តិរបស់ខ្ញុំនិងធ្វើឲ្យមិត្តស្រីរបស់ខ្ញុំសប្បាយចិត្តបានប៉ុន្តែមានអ្វីមួយហាក់ខុសឆ្គងមិនទាន់គ្រប់គ្រាន់នៅឡើយខ្ញុំបានជួបអ្នកដទៃនៅពិធីជប់លៀងនៅក្នុងថ្នាក់និងនៅបារបាននិយាយនិងសើចសប្បាយជាមួយគ្នាដោយមិនខ្វល់ពីពិភពខាងក្រៅនោះទេពួកគេហាក់ដូចជាមើលឃើញថាការសន្ទនាធម្មតាងាយស្រួលបំផុតខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងធ្វើអ្វីមួយខុសព្រោះទំនាក់ទំនងមិនបានកើតឡើងដោយស្វ័យប្រវត្តិចំពោះខ្ញុំទេនៅពេលដែលខ្ញុំរកបានការងារដំបូងរបស់ខ្ញុំបន្ទាប់ពីរៀនចប់បញ្ហាចាស់ដដែលបានកើតឡើងវាមិនមែនថាមនុស្សមិនចូលចិត្តខ្ញុំទេប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍មិនស្និទ្ធស្នាលខ្ញុំខ្មាស់អៀនតែងតែនិយាយរិះគន់ខ្លួនឯងនៅក្នុងការសន្ទនានិងមិនដឹងពីវិធីទៅរកមនុស្សដែលខ្ញុំចង់ស្គាល់ច្បាស់ទេខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះខ្លួនឯងមួយរយៈខ្ញុំបានសន្មតថាមនុស្សខ្លះបានកើតមកជាអ្នកទំនាក់ទំនងដ៏ល្អម្នាក់និងថាយើងមិនអាចព្យាយាមនិងអភិវឌ្ឍជំនាញសង្គមបានទេបើសិនយើងមិនមានទេពកោសល្យពីធម្មជាតិសម្រាប់សន្ទនាទេនោះត្រឡប់មកមើលនាពេលនេះវិញខ្ញុំបានរៀនសូត្រច្រើនបំផុតដោយដែលខ្ញុំបានរកឃើញថាអ្នកអាចអភិវឌ្ឍជំនាញរបស់ខ្លួនលើផ្នែកនេះបានមិនខ្វល់ថាអាយុឬប្រវត្តិរបស់អ្នកយ៉ាងណានោះទេការស្វែងរករបស់ខ្ញុំបាននាំខ្ញុំចូលទៅក្នុងផ្លូវដ៏មានប្រយោជន៍ដែលខ្ញុំបានដឹងយ៉ាងច្រើនអំពីចិត្តវិទ្យានិងទំនាក់ទំនងរវាងមនុស្សខ្ញុំបានផ្ដោតទៅលើសៀវភៅអភិវឌ្ឍខ្លួនអត្ថបទសិក្សាការស្រាវជ្រាវនិងសិក្ខាសាលាជាច្រើនខ្ញុំអាចធ្វើបញ្ជីណែនាំពីអ្នកនិពន្ធនិងអ្នកជំនាញទំនាក់ទំនងដ៏ល្អរបស់ខ្ញុំបានខ្ញុំមានមោទនភាពក្នុងការនិយាយថាឥឡូវនេះខ្ញុំគឺជាអ្នកនិពន្ធម្នាក់ដែរដោយបានសរសេរសៀវភៅជាច្រើនអំពីជំនាញទំនាក់ទំនងជំនាញសង្គមនិងផ្នែកដទៃទៀតនៃការអភិវឌ្ឍខ្លួនរហូតមកទល់ពេលនេះខ្ញុំបានជួយមនុស្សរាប់ពាន់នាក់ក្នុងការសាងសព្វនភាពនិងភាពចាប់ផ្ដើមអាជីពរបស់ខ្លួនហើយខ្ញុំសូមបង្ហាញពីវានៅទីនេះលោតរំលងពីការអានទៅរកសកម្មភាពគ្រប់ការអភិវឌ្ឍខ្លួននៅក្នុងពិភពលោកនេះនៅតែគ្មានប្រយោជន៍លុះត្រាតែអ្នកដាក់អ្វីគ្រប់យ៉ាងដែលបានរៀនឲ្យចេញជាសកម្មភាពវាបានចំណាយពេលជាច្រើនដើម្បីស្រាវជ្រាវព័ត៌មានដ៏ត្រឹមត្រូវសាកល្បងវានិងពិសោធន៍វាជាមួយបច្ចេកទេសថ្មីនៅពេលចាប់ផ្ដើមដំណើរការផ្ទាល់ខ្លួនរបស់ខ្ញុំបានព្យាយាមស្វែងរកសៀវភៅមួយក្បាលណាដែលរៀបរាប់ខ្លី
ប៉ុន្តែបង្ហាញបច្ចេកទេសទំនាក់ទំនងដ៏មានប្រសិទ្ធភាពផ្អែកទៅលើការស្រាវជ្រាវបែបចិត្តវិទ្យាប៉ុន្តែខ្ញុំមិនអាចស្វែងរកវាឃើញទេសូម្បីតែមួយក្បាលជាច្រើនទសវត្សរ៍ក្រោយមកខ្ញុំបានសរសេរប្រភេទនៃសៀវភៅដែលខ្ញុំចង់បានកាលពីក្មេងគឺសៀវភៅដែលអ្នកកំពុងកាន់នៅក្នុងដៃរបស់អ្នកនេះឯងបំណងរបស់ខ្ញុំគឺជួយឲ្យមនុស្សអភិវឌ្ឍជំនាញរបស់ខ្លួនបានឆាប់បំផុតដោយមិនចាំបាច់ចំណាយពេលជាច្រើនសិក្សាពីប្រភពរាប់រយវិធីប្រើសៀវភៅនេះមាន20មេរៀននៃទំនាក់ទំនងព្រមទាំងសកម្មភាពដែលនឹងធ្វើឲ្យជំនាញបច្ចុប្បន្នរបស់អ្នកប្រសើរឡើងវាមិនសំខាន់ថាអ្នកខ្មាស់អៀនពីធម្មជាតិរុះរាយពីធម្មជាតិឬក៏ខ្មាស់អៀនផងឬរុះរាយផងនោះទេគោលការណ៍នៅក្នុងសៀវភៅនេះអាចអនុវត្តបានចំពោះមនុស្សគ្រប់គ្នាខ្ញុំនឹងមិនប្រញុកអ្នកច្រើនពេកជាមួយចំណេះដឹងថ្មីនោះទេប៉ុន្តែបង្ហាញចំណេះដឹងល្មមគ្រប់គ្រាន់ដើម្បីធ្វើឲ្យមានផលជាវិជ្ជមានលើជីវិតសង្គមរបស់អ្នកនៅក្នុងរយៈពេលដ៏ខ្លីអ្នកប្រហែលជាធ្លាប់ឮគេនិយាយតគ្នាថាវាត្រូវចំណាយពេល21ថ្ងៃដើម្បីបង្កើតទម្លាប់ថ្មីគឺរួចហើយវាមិនចម្លែកទេដែលដឹងថាខ្ញុំនឹកឃើញដល់គំនិតដ៏ពេញនិយមនេះនៅពេលគិតពីចំណងជើងសៀវភៅនេះយ៉ាងណាក៏ដោយខ្ញុំសូមសារភាពថា21ថ្ងៃមិនមែនជាលេខដ៏ស័ក្តិសិទ្ធិនោះទេផ្ទុយទៅនឹងគំនិតដ៏ពេញនិយមនេះរយៈពេលដែលវាត្រូវការដើម្បីបង្កើតទម្លាប់ថ្មីមានចន្លោះពី18ដល់254ថ្ងៃនេះគឺជាដំណឹងដ៏អាក្រក់ប៉ុន្តែនេះក៏ជាដំណឹងដ៏ល្អផងដែរការសាកល្បង21ថ្ងៃនេះបានផ្ដល់នូវចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់នរណាម្នាក់ដែលចង់អភិវឌ្ឍជំនាញទំនាក់ទំនងរបស់ខ្លួនអ្នកនឹងមិនអាចអនុវត្តទម្លាប់ថ្មីទាំងស្រុងក្នុងពេល21ថ្ងៃបានទេប៉ុន្តែអ្នកនឹងកត់សម្គាល់ពីភាពខុសគ្នាពិតប្រាកដដូចជាមិត្តភាពគ្រួសារនិងមិត្តរួមការងាររបស់អ្នកសៀវភៅនេះបានចងក្រងឡើងនិយាយពី21ថ្ងៃប៉ុន្តែខ្ញុំដឹងថាជីវិតរមែងមិនដំណើរការតាមផែនការនោះទេកាលវិភាគរបស់អ្នកអាចនឹងមិនអនុញ្ញាតឲ្យប្រើលំហាត់បានត្រឹមត្រូវតាមលំដាប់លំដោយទេនេះមិនថ្មីទេគ្រាន់តែធ្វើឲ្យបានល្អបំផុតតាមដែលអ្នកអាចធ្វើបានទៅគ្រប់គ្រាន់ហើយខ្ញុំដឹងច្បាស់ថាអ្នកអាចផ្លាស់ប្ដូរលំដាប់លេខរៀងបានប្រសិនបើចាំបាច់ដាស់តឿនជាមុននឹងយើងចាប់ផ្ដើមខ្ញុំចង់បញ្ចប់សេចក្តីផ្ដើមនេះជាមួយការដាស់តឿនពីរទី1គឺទាមទារឲ្យមានការសាកល្បងនិងការហ៊ានប្រឈមមុខនឹងឧបសគ្គវាមិនងាយស្រួលទេតាមពិតទៅវាត្រូវបានរៀបចំជាពិសេសដើម្បីជំរុញឲ្យអ្នកទៅហួសពីតំបន់សុខស្រួលត្រៀមខ្លួនធ្វើការឲ្យខ្លាំងនិងហ្មត់ចត់ពីព្រោះលទ្ធផលនៃការខិតខំនេះនឹងផ្ដល់ឲ្យអ្នកនៅតម្លៃដ៏ស័ក្តិសមនិងការលះបង់ដូចគ្នាទំនាក់ទំនងប្រៀបដូចជាជំនាញដទៃទៀតដែរគឺអ្នកអនុវត្តច្រើនប៉ុណ្ណាអ្នកប្រសើរឡើងច្រើនប៉ុណ្ណោះម្យ៉ាងវិញទៀតខ្ញុំក៏ដាស់តឿនអ្នកផងដែរថាការអនុវត្តនិងការអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាក់ស្ដែងជាប្រចាំនឹងបណ្ដាលឲ្យអ្នកញៀននៅពេលអ្នកចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើរបៀបដែលមនុស្សម្នាក់តាក់ទងមនុស្សម្នាក់ទៀតរៀងរាល់ថ្ងៃយ៉ាងដូចម្ដេចនោះអ្នកនឹងចាប់ផ្ដើមកត់សម្គាល់ឃើញថាទម្រង់ណាមួយបានបង្ហាញម្ដងហើយម្ដងទៀតវាមានរយៈពេលជាង10ឆ្នាំចាប់តាំងពីខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍លើសភនភាពមនុស្សហើយនៅតែមានអ្វីៗជាច្រើនដែលខ្ញុំចង់រៀនខ្ញុំសង្ឃឹមថាសៀវភៅនេះអាចជំរុញឲ្យមានប្រតិកម្មនៅក្នុងខ្លួនអ្នកដូចគ្នាថ្ងៃទី1ការស្ដាប់មុននឹងអ្នកគិតពីការឆ្លើយតបរបស់អ្នកចំពោះអ្នកដទៃអ្នកត្រូវបង្កើនជំនាញស្ដាប់របស់អ្នកជាមុនសិនតើអ្នកធ្លាប់មានការសន្ទនាជាមួយនរណាម្នាក់ដែលរាងកាយរបស់ពួកគេនៅទីនេះប៉ុន្តែចិត្តរបស់ពួកគេមិននៅជាប់នឹងខ្លួនដែរឬទេតើចិត្តរបស់ពួកគេរវើរវាយមែនទេអ្នកខ្សោយទំនាក់ទំនងគិតថាការស្ដាប់គ្រាន់តែជាសកម្មភាពនៃការរងចាំដើម្បីដល់វេនរបស់ពួកគេនិយាយម្ដងខណៈដែលកំពុងរឹកនឹកពីការឆ្លើយតបរបស់ពួកគេនៅក្នុងចិត្តប៉ុណ្ណោះនេះគឺជាកំហុសដ៏ធំបំផុតការស្ដាប់គឺជារឿងសំខាន់បំផុតវាគឺជាវិធីនៃការផ្ដល់ឲ្យអ្នកដទៃនៅឱកាសដើម្បីចែករំលែកគំនិតនិងទស្សនៈរបស់ពួកគេដើម្បីសាងភាពស្និទ្ធស្នាលក្នុងផ្លូវអារម្មណ៍និងដើម្បីបង្ហាញពីការយល់ចិត្តនៅថ្ងៃនេះ
អ្នកនឹងរៀនពីមូលដ្ឋាននៃការស្ដាប់ដ៏ល្អបន្ទាប់មកធ្វើលំហាត់ដែលនឹងអាចឲ្យអ្នកដាក់ឲ្យកន្លឹះនេះចេញជាសកម្មភាពការស្ដាប់មិនត្រឹមតែជាការផ្ដល់ឱកាសដល់អ្នកដទៃដើម្បីនិយាយពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែនេះគឺជាការឲ្យតម្លៃដល់អ្នកដទៃផងដែរការស្ដាប់ក៏ជាជំហានទី1ដើម្បីផ្លាស់ប្ដូរឥរិយាបថមនុស្សផងដែរចិត្តវិទូ Courageous ជាចិត្តវិទូដ៏មានឥទ្ធិពលបំផុតម្នាក់នៃទសវត្សរ៍ទី21បាននិយាយថានៅពេលនរណាម្នាក់ផ្ដល់ឱកាសឲ្យយើងនិយាយពីអ្វីដែលបានកើតឡើងចំពោះយើងមានអារម្មណ៍ចំពោះវាយ៉ាងដូចម្តេចយើងចាប់ផ្ដើមដឹងពីវិធីដ៏ល្អបំផុតដើម្បីផ្លាស់ប្ដូរគំនិតនិងឥរិយាបថរបស់យើងទោះបីជាការស្ដាប់ដំបូងពីអ្នកដទៃអាចមានប្រយោជន៍យើងអាចនឹងផ្លាស់ប្ដូរឲ្យកាន់តែប្រសើរបើសិនជាយើងដោះស្រាយបញ្ហារបស់យើងដោយខ្លួនឯងការដែលអាចនិយាយទៅអ្នកស្ដាប់ងាយយល់គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីសម្រេចរឿងនេះបើសិនជាដៃគូសន្ទនារបស់អ្នកនិយាយពីនេះបន្តិចពីនោះបន្តិចឬគំនិតរបស់ពួកគេហាក់ដូចជាមិនសមហេតុផលចូលបិទមាត់របស់អ្នកនិងផ្ដល់ឱកាសឲ្យពួកគេដែលពួកគេត្រូវការពួកគេអាចចង់និយាយទៅកាន់អ្នកដទៃជាច្រើនមុននឹងអនុវត្តផែនការឬពួកគេអាចត្រូវការដោះស្រាយបញ្ហានៅក្នុងពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេដែរចូលព្យាយាមកុំឲ្យមានការរំខានគន្លឹះដល់កំពូលដើម្បីធ្វើឲ្យអ្នកក្លាយជាអ្នកស្ដាប់ដ៏ល្អទី1ប្រើសញ្ញានិងភាសាកាយវិការដើម្បីជំរុញទឹកចិត្តឲ្យពួកគេបន្តនិយាយការងក់ក្បាលការនិយាយថានិងខ្ញុំដឹងគឺជាសញ្ញាដ៏ខ្លីនិងមិនប្រញាប់ដែលជំរុញឲ្យនិយាយឲ្យបានក្បោះក្បោយការនៅស្ងៀមក៏ល្អដែរជួនកាលមនុស្សត្រូវការពេល 2-3 វិនាទីដើម្បីធ្វើឲ្យគំនិតរបស់ពួកគេបានរៀបរយមុននឹងបន្តការសន្ទនាចូលផ្ដល់ឱកាសឲ្យពួកគេទី2សូមឲ្យពួកគេនិយាយរហូតទាល់តែពួកគេនិយាយចប់នៅពេលខ្ញុំបានដឹងពីការស្ដាប់ដ៏ល្អខ្ញុំបានភ្ញាក់ផ្អើលដែលរកឃើញថាមនុស្សជាច្រើនចង់ឲ្យអ្នកដទៃបិទមាត់និងស្ដាប់អ្វីដែលពួកគេត្រូវនិយាយនេះគឺជាការពិតដ៏ពិសេសប្រសិនបើពួកគេមានអារម្មណ៍ខឹងក្តៅក្រហាយឬត្រូវដោះស្រាយបញ្ហាជំនាញស្ដាប់ដ៏មានប្រយោជន៍ដ៏សំខាន់និងដ៏ពិបាកបំផុតមួយគឺការឈប់ស្ងៀមនិងទុកឲ្យអ្នកដទៃនិយាយបើអ្នកកំពុងជួបជាមួយមនុស្សខឹងឬមួម៉ៅពួកគេនឹងមិនអាចគិតបានជ្រះស្រឡះទេលុះត្រាតែពួកគេបាននិយាយចេញគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចិត្តរបស់ពួកគេទី3កុំដើរតួនាទីជាចិត្តវិទូដ៏ជំនាញជួនកាលអ្នកគ្រប់គ្នាគឺជាចិត្តវិទូយើងសុទ្ធតែចង់បង្ហាញពីទ្រឹស្ដីផ្ទាល់ខ្លួនរបស់យើងថាហេតុអ្វីបានជាអ្នកនេះខឹងគ្រប់ពេលហេតុអ្វីបងយើងឬប្អូនយើងតែងលងស្រឡាញ់បរិសដែលធ្វើអាក្រក់ដាក់នាងនៅពេលនរណាម្នាក់ចែករំលែកពីព័ត៌មានដ៏សំខាន់ជាមួយអ្នកកុំសន្មត់ពីការជំរុញទឹកចិត្តផ្ទាល់ខ្លួនរបស់ពួកគេឬហេតុអ្វីពួកគេប្រព្រឹត្តក្នុងឥរិយាបថបែបនេះឬបែបនោះល្អបំផុតអ្នកនឹងបង្ហាញអាការៈដូចជាដឹងរឿងគេអាក្រក់បំផុតដៃគូសន្ទនារបស់អ្នកនឹងមានអារម្មណ៍ថានិយាយពន្យុះនិងខឹងសម្បាទី4និយាយកាត់ជាមួយគំនិតដែលគេមិនបានសមទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពដូចគ្នាឬបានជួបបញ្ហាដូចគ្នានឹងអ្នកដទៃក៏ដោយកុំបញ្ចេញគំនិតឬដំណោះស្រាយរបស់អ្នកលើកលែងតែគេបានសមគ្មានអ្វីដែលធ្វើឲ្យមួម៉ៅជាងគំនិតឬយោបល់ដែលគេមិនបានសមនោះទេកុំប្រញាប់ប្រាប់ពួកគេថាអ្នកបានដឹងច្បាស់ពីអ្វីដែលពួកគេកំពុងនិយាយកុំមករអិលមនុស្សពីរនាក់អាចមានបទពិសោធន៍ស្រដៀងគ្នាប៉ុន្តែប្រភេទបុគ្គលិកលក្ខណៈចំណេះដឹងនិងព្រឹត្តិការណ៍ជីវិតរបស់ពួកគេមានន័យថាពួកគេនឹងមិនមានអារម្មណ៍ដូចគ្នានោះទេបើសិនជាដៃគូសន្ទនារបស់អ្នកសមយោបល់របស់អ្នកបន្ទាប់មកអ្នកអាចនិយាយបានប៉ុន្តែស្ទាបស្ទង់ពីប្រតិកម្មរបស់ពួកគេបើពួកគេហាក់ដូចជាបើកទូលាយចំពោះទស្សនៈរបស់អ្នកចូលបន្តចោះយ៉ាងណាក៏ដោយបើពួកគេចាប់ផ្ដើមចងចិញ្ចើមអោបដៃរបស់ពួកគេឬផ្ដល់នៅកាយវិការថាដំបូន្មានរបស់អ្នកមិនមានប្រយោជន៍ឬស្វាគមន៍ទេចូលឈប់និងសួរថាតើពួកគេចង់ឲ្យអ្នកនិយាយបន្តឬអត់ចូលចាំថាគ្មាននរណាម្នាក់ត្រូវធ្វើតាមការណែនាំរបស់អ្នកនោះទេនៅពេលអ្នកចែករំលែកវាស្រេះលើមនុស្សម្នាក់ទៀតក្នុងការរៀបចំយុទ្ធសាស្ត្រសកម្មភាព
បន្ទាប់របស់ពួកគេម្យ៉ាងទៀតពួកគេអាចមិននិយាយពីរឿងរ៉ាវទាំងមូលហើយពួកគេនឹងត្រូវការហេតុផលដទៃទៀតនិងពិចារណានៅពេលធ្វើផែនការសកម្មភាពទី5លើកយកសម្ដីរបស់អ្នកដទៃមកនិយាយឡើងថាប៉ុន្តែកុំថាតាមពួកគេទាំងស្រុងអ្នកប្រហែលជាធ្លាប់ឮថាការលើកយកពាក្យសម្ដីរបស់មនុស្សមកនិយាយឡើងវិញគឺដើម្បីបង្ហាញពួកគេថាអ្នកបានស្ដាប់នេះគឺជាការពិតប្រយោគដ៏ល្អបានបង្ហាញពីការយល់និងការស្រង់គំនិតរបស់នរណាម្នាក់ទាំងស្រុងខ្ញុំនឹងលើកឧទាហរណ៍ដើម្បីបង្ហាញពីគំនិតនេះឧបមាថាមិត្តរបស់អ្នកនិយាយប្រយោគដូចខាងក្រោមខ្ញុំមានអារម្មណ៍ឯកាខ្លាំងណាស់នាពេលថ្មីនេះវាហាក់ដូចជាគ្រួសាររបស់ខ្ញុំមិនខ្វល់ពីអ្វីដែលខ្ញុំកំពុងធ្វើឬមិនខ្វល់ថាតើខ្ញុំសប្បាយចិត្តឬអត់ទេខាងក្រោមនេះគឺជាការឆ្លើយតបដ៏មានសក្តានុពលចំនួន2តើមួយណាដែលអ្នកគិតថានឹងជួយឲ្យមិត្តរបស់អ្នកមានអារម្មណ៍ថាបានស្ដាប់ពិតប្រាកដនិងមួយណាដែលនឹងធ្វើឲ្យពួកគេមានអារម្មណ៍មូម៉ៅពិតប្រាកដអញ្ចឹងតើបានជាឯងហាក់ដូចជាមិនមានអារម្មណ៍ជាប់ខ្លួនសោះនៅពេលនេះឬឯងមានអារម្មណ៍ឯកាណាស់ហើយហាក់ដូចជាគ្រួសាររបស់ឯងមិនខ្វល់ពីអ្វីដែលឯងកំពុងធ្វើសោះមែនទេការឆ្លើយតបទី2បានបង្ហាញថាអ្នកបានស្ដាប់ពិតប្រាកដប៉ុន្តែវាក៏ហាក់ដូចជាសោកសៅខ្លាំងណាស់មិត្តរបស់អ្នកអាចនឹងឆ្ងល់ថាតើនាងបាននិយាយជាមួយសត្វសេកដែលចាំតែថាតាមគាត់ឬនិយាយជាមួយនឹងមនុស្សលោកខ្ញុំចូលចិត្តការឆ្លើយតបទី1ព្រោះវាបានបង្ហាញពីការយកចិត្តទុកដាក់នៃអត្ថន័យដែលនៅពីក្រោយពាក្យសម្ដីបន្ថែមលើពាក្យសម្ដីខ្លួនឯងទី6ពិនិត្យមើលការសន្មតរបស់អ្នកយើងគ្រប់គ្នាច្រើនតែមើលពិភពលោកតាមរយៈគំនិតនិងបទពិសោធន៍របស់យើងឧទាហរណ៍បើអ្នកស្និទ្ធស្នាលជាមួយឪពុកម្ដាយរបស់អ្នកចូលចិត្តនិយាយជាមួយម្ដាយរបស់អ្នកនៅតាមទូរស័ព្ទរៀងរាល់សប្ដាហ៍អ្នកអាចនឹងទើសចិត្តចំពោះការប្រព្រឹត្តរបស់អ្នកដទៃបើពួកគេប្រាប់ថាម្ដាយរបស់ពួកគេរឹករឿងគ្មានថ្ងៃលួសប៉ុន្តែបើដៃគូសន្ទនារបស់អ្នកមានសម្ព័ន្ធភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយរបស់ពួកគេមិនអាចរំពឹងទុកពីប្រតិកម្មដែលយល់ចិត្តនោះទេតាមពិតការយល់ចិត្តរបស់អ្នកអាចធ្វើឲ្យពួកគេមានអារម្មណ៍មិនសុខស្រួលទៅវិញទេតើមេរៀននៅទីនេះជាអ្វីកុំបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកចំពោះអ្នកដទៃសូមឲ្យពួកគេប្រាប់អ្នកថាស្ថានភាពមានន័យបែបណាសម្រាប់ពួកគេផ្ទាល់មិនថាស្ថានភាពបែបណាក៏ដោយគួរតែអ្នកប្រាប់ពួកគេពីរបៀបទទួលអារម្មណ៍ទទួលស្គាល់ពីភាពខុសគ្នារវាងមនុស្សគ្រប់គ្នានិងថាគ្មាននរណាម្នាក់មានប្រតិកម្មដូចគ្នានៅក្នុងស្ថានភាពដូចគ្នានោះទេដាក់ឲ្យវាចេញជាសកម្មភាពការសាកល្បងរបស់អ្នកសម្រាប់ថ្ងៃនេះគឺការហៅទូរស័ព្ទទៅមិត្តភ័ក្តិឬសាច់ញាតិដែលអ្នកមិនដែលជួបឬបាននិយាយមួយរយៈមុខនេះបន្ទាប់មកប្រើការសន្ទនាជាឱកាសដើម្បីអនុវត្តជំនាញស្ដាប់របស់អ្នកឲ្យសកម្មអ្នកមិនចាំបាច់និយាយទៅលើទូរស័ព្ទរាប់ម៉ោងទេគ្រាន់តែសាកល្បងសន្ទនាសួរសុខទុក្ខ20នាទីបានហើយសួរពួកគេពីអ្វីដែលពួកគេកំពុងធ្វើថ្មីនេះនិងព្យាយាមស្ដាប់យ៉ាងយកចិត្តទុកដាក់អ្នកអាចនឹងភ្ញាក់ផ្អើលដែលរកឃើញថាអ្នកធ្លាប់ទៅក្នុងទម្លាប់ស្ដាប់ដ៏អាក្រក់ញឹកញាប់ប៉ុណ្ណាចាប់ពីពេលនេះតទៅចូលអានមេរៀននេះឡើងវិញនិងធ្វើការវាយតម្លៃដ៏ស្មោះត្រង់ថាអ្នកធ្វើបានល្អកម្រិតណាលំហាត់នេះក៏បានភ្ជាប់ជាមួយការបន្ថែមដ៏ល្អបំផុតដោយការហៅទូរស័ព្ទទៅមិត្តភ័ក្តិឬសាច់ញាតិរបស់អ្នកអាចសាងនិងធ្វើឲ្យសម្ព័ន្ធភាពរបស់អ្នកប្រសើរឡើងខលទៅវិញនៅពេលក្រោយនៅពេលនរណាម្នាក់បានទូរស័ព្ទមកអ្នកដោយមិនបានដឹងមុននិងចង់ដឹងថាអ្នកកំពុងធ្វើអ្វីឲ្យពិតប្រាកដវាមានអារម្មណ៍ល្អតើមែនទេអ្នកមានអារម្មណ៍ថាមានតម្លៃមនុស្សដែលអ្នកបានហៅទូរស័ព្ទនឹងមានអារម្មណ៍ដូចគ្នាអ្នកអាចធ្វើឲ្យវាទៅជាទម្លាប់ក្នុងការហៅទូរស័ព្ទទៅពួកគេជាប្រចាំ